សួស្តីមកកាន់ Channel Super Smart Online នៅក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកនឹងបង្ហាញបងប្អូនពីរបៀបបង្កើត account TikTok ឆ្នាំ2025ជាដំបូងបងប្អូនអត់ទាន់បាន download កម្មវិធី TikTok បងប្អូនចូលមកកាន់កម្មវិធី Play Store រួចហើយបងប្អូនធ្វើការ download មកបងប្អូន search ឈ្មោះថា TikTok ចឹងមកហើយវានឹង load ឲ្យយើងបងប្អូនរួចហើយបងប្អូនធ្វើការ download មកហើយសម្រាប់ខ្ញុំបាន download រួចហើយខ្ញុំអត់អាច download ម្ដងទៀតទេប៉ុន្តែខ្ញុំគ្រាន់តែ update បងប្អូនប៉ុន្តែខ្ញុំអត់ update ទេបងប្អូនហើយសម្រាប់បងប្អូនធ្វើការ update បងប្អូនចុចត្រង់កន្លែងដំឡើងកំណែហ្នឹងមកវានឹង update វិលឲ្យយើងបងប្អូនបាទឥឡូវខ្ញុំចុចបោះបង់វិញហើយយើងចូលមកកាន់កម្មវិធី TikTok ដែលយើងបាន download ពីក្នុង Play Store មិញហ្នឹងមកអូនទៅចតទៅពូឆ្នាំខ្វាយខ្វះបានខ្វះអូនបានទេបាទហើយសម្រាប់បងប្អូនថ្មីមួយអូនទៅបងប្អូនហើយបើមិនចឹងទេវាចេញទម្រង់ឲ្យគេណែនាំយើងឲ្យអូសហ៎បងប្អូនអានេះដោយសារខ្ញុំធ្លាប់បានចុចចូលមើលបងប្អូនចុចកន្លែងប្រវត្តិឬរូបនឹងរួចហើយបងប្អូនអាចជ្រើសរើសដាក់លេខទូរស័ព្ទ email និង Facebook និង Google account ប៉ុន្តែសម្រាប់ខ្ញុំឲ្យបងប្អូនដាក់លេខទូរស័ព្ទខាងលើគេទី1ទេបងប្អូនចង់ដាក់តាម connect ជាមួយ Facebook ក៏បាន Google ក៏បានអត់មានបញ្ហាទេប៉ុន្តែសម្រាប់ខ្ញុំចង់ឲ្យបងប្អូនជ្រើសរើសយកដាក់លេខទូរស័ព្ទវិញល្អជាងព្រោះពេលណាយើងបាត់លេខទូរស័ព្ទអីយើងពេល account TikTok យើងខូចមិនអញ្ចឹងទេបងប្អូនសូមអធិស្ឋានបងខ្ញុំនិយាយខុសពេល account TikTok យើងបាត់ចឹងមិនមែនខូចបងប្អូនយើងអាចវាលេខទូរស័ព្ទចូលហើយយើងអាចទាញយកមកវិញបានចឹងណាបងប្អូនហើយបើមិនចឹងទេបងប្អូនដាក់តាមរយៈ Gmail ក៏បានដែរក៏ល្អដែរប៉ុន្តែតាម Facebook ខ្ញុំអត់ហ៊ានតនេទេបងប្អូនព្រោះឯកសារខ្ញុំធ្លាប់បង្កើតឲ្យមិត្តភ័ក្ដិខ្ញុំដល់ពេលខ្ញុំទាញយកមកវិញយកអត់បានណាហើយឥឡូវបងប្អូនដាក់លេខទូរស័ព្ទមកជាដំបូងបងប្អូនជ្រើសរើសប្រទេសមកបងប្អូនដាក់ប្រទេសកម្ពុជាមកយើងនៅប្រទេសកម្ពុជាបូកក្បាល855រួចបងប្អូនបំពេញលេខទូរស័ព្ទមកបាទហើយខ្ញុំសូមបិទបន្តិចឲ្យបងប្អូនដើម្បីសុវត្ថិភាព account TikTok ខ្ញុំមិនអាចបង្ហាញលេខទូរស័ព្ទឲ្យបងប្អូនឃើញបានទេពេលហើយរួចហើយបងប្អូនចុចពាក្យថាបន្តមកពេលបងប្អូនបំពេញលេខទូរស័ព្ទហើយត្រឹមត្រូវហើយវានឹងលោតទម្រង់បែបនេះបងប្អូនបាទហើយនេះគឺជារូបថោផ្កាបងប្អូនហើយបងប្អូនបំវិលវាផ្គុំគ្នាឲ្យស្មើគ្នាមកបាទឥឡូវស្មើគ្នាត្រឹមត្រូវវាគ្រាយើងបងប្អូនបាទហើយរួចហើយខាងក្រុមហ៊ុន TikTok នឹងផ្ញើសារមកឲ្យបងប្អូនចំនួន6ខ្ទង់ឬមួយក្រុមហ៊ុន TikTok call មកយើងបងប្អូនចាំទទួលបងប្អូនបាទឥឡូវគាត់បាន call មកយើងបងប្អូនលើកទទួលមកហើយបងប្អូនកត់លេខទូរស័ព្ទមកអូបងប្អូនកត់លេខកូដខ្ញុំនិយាយច្រឡំបងប្អូនរួចហើយបងប្អូនរកប៊ិចឬមួយសៀវភៅមកបងប្អូនកត់ចម្លងទុកឬមួយបងប្អូនសរសេរនៅដៃក៏បានដែរអត់មានបញ្ហាទេហើយខ្ញុំបញ្ជាក់បងប្អូនតិចក្រុមហ៊ុន TikTok ហៅបញ្ជាក់លេខកូដ2ដងបើសិនណាបងប្អូនកត់អត់តន់ទេ
ដល់តែបងប្អូនស្នើសុំលេខកូនម្ដងទៀតហើយយើងស្នើបានត្រឹមលើកទី2ទី3លើសពីទី4យើងអត់អាចស្នើបានវិញដងទៀតទេបងប្អូនដល់តែយើងចាំស្អែកវិញមកចាំដូចជាថ្ងៃស្អែកចាំយើងអាចគឺថាឥឡូវយើងបង្កើតពេលថ្ងៃត្រង់អញ្ចឹងដល់តែថ្ងៃស្អែកទើបយើងអាចស្នើសុំលេខកូដម្ដងទៀតឥឡូវខ្ញុំវាលេខកូដតែក្រុមហ៊ុន TikTok បានហៅមកឲ្យខ្ញុំគាត់ហើយបងប្អូនចុចពាក្យថាបង្កើតកណនីបន្តមកទៀតត្រង់កន្លែងនេះបងប្អូនដាក់ថ្ងៃខែឆ្នាំកំណើតបងប្អូនមកបងប្អូនកើតថ្ងៃទីប្រហែលខែប្រហែលឆ្នាំ2000ប្រហែលបងប្អូនជ្រើសរើសតាមលេខដែលដាក់ខាងក្រោមហ្នឹងមកបងប្អូនសេរីមកបងប្អូនដាក់យើងអាយុចាស់ខែតិចទៅបងប្អូនដាក់ថ្ងៃខែឆ្នាំកំណើតពិតមកបងប្អូនបាទរួចហើយបងប្អូនចុចពាក្យថាបន្តមកបាទហើយត្រង់កន្លែងនេះគេឲ្យយើងបង្កើតពាក្យសម្ងាត់មានន័យថាបងប្អូនបង្កើតលេខកូដ password មកបងប្អូនដាក់លេខកូដលេខអក្សរលេខមកអក្សរធំអក្សរតូចមកហើយបងប្អូនដាក់ត្រឹមត្រូវវានឹងគ្រីសឲ្យយើងចំនួន3តែគេណែនាំខាងក្រោមអក្សរព្រាបបងប្អូនមើលទៅឃើញហើយខ្ញុំដាក់លេខកូដខ្ញុំសិនបងប្អូន password បាទហើយពេលយើងបំពេញលេខកូដត្រឹមត្រូវ8តួឬ20តួវានឹងលោតគ្រីសឲ្យយើងចំនួន3 QQ ហ្នឹងបងប្អូនហើយបងប្អូនចុចបន្តមកឥឡូវខ្ញុំថត password ខ្ញុំទុកសិនរួចហើយបងប្អូនចុចបន្តមកបាទហើយត្រង់កន្លែងនេះគេឲ្យបង្កើតឈ្មោះហៅក្រៅបងប្អូនដាក់ឈ្មោះអីក៏បានដែរហើយបើសិនណាបងប្អូនមិនតាន់ដាក់ឈ្មោះទេបងប្អូនចុចរំលងមកខ្ញុំគាត់ទៅពូឆ្នាំវាយខ្វះបានខ្វះអូនបានទេបងប្អូនហើយបងប្អូនចុចកន្លែងប្រវត្តិរូបនឹងមកដើម្បីមើល profile យើងបាទហើយវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនពីរបៀបដាក់ឈ្មោះ